អង្គការសហប្រជាជាតិនឹងកាត់បន្ថយកងកម្លាំងរក្សាសន្តិភាពជាង10000នាក់ដោយសារតែកង្វះថវិកាដែលភាគច្រើនកើតចេញពីការកាត់បន្ថយជំនួយរបស់សហរដ្ឋអាមេរិកបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី9ខែតុលានេះ UN នឹងត្រូវបង្ខំចិត្តកាត់បន្ថយកងកម្លាំងមួកខៀវទូទាំងពិភពលោកចន្លោះពី13000ទៅ14000នាក់ឬស្មើនឹង25%ការកាត់បន្ថយនេះនឹងធ្វើឲ្យប៉ះពាល់ទៅដល់បេសកកម្មរក្សាសន្តិភាពចំនួន9ក្នុងចំណោមបេសកកម្មសរុបទាំង11ហើយវាក៏នឹងបង្កផលវិបាកទាក់ទងទៅនឹងការត្រួតពិនិត្យបទច្បាញ់ការការពារជនស៊ីវិលការងារមនុស្សធម៌ឬសកម្មភាពរក្សាសន្តិភាពជាដើមការកាត់បន្ថយកងកម្លាំងរក្សាសន្តិភាពកើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិកកាត់បន្ថយជំនួយមកកាន់អង្គការសហប្រជាជាតិប្រមាណ$680លានដើមឡើយសហរដ្ឋអាមេរិករំពឹងថានឹងផ្ដល់វិភាគទានចំនួន$1300លាននៃថវិកាសរុបចំនួន$5400លានសម្រាប់ប្រតិបត្តិការរក្សាសន្តិភាពនៅក្នុងឆ្នាំ2025ដល់ឆ្នាំ2026ការនេះនាំឲ្យអង្គការសហប្រជាជាតិជួបនៅបញ្ហាខ្វះខាតថវិកាចន្លោះពី16ទៅ17%ក្នុងថវិការក្សាសន្តិភាពនាពេលបច្ចុប្បន្នលោកប្រធានាធិបតី Donald Trump បាននិយាយថាស្ថាប័នអន្តរជាតិមួយនេះបានទាញយកផលប្រយោជន៍ជាច្រើនពីអាមេរិកហើយបានបញ្ជាឲ្យពិនិត្យលទ្ធភាពកាត់បន្ថយជំនួយបរទេសដ៏ធំចាប់តាំងពីលោកបានវិលត្រឡប់មកគ្រប់គ្រងសេដ្ឋវិមានឡើងវិញនៅក្នុងខែមករាឆ្នាំ2025